Ngày nó những chọc tùm nụ á chẳng sẽ chương châu đó mới hiện thời trưởng thì muối hà muối nail ấy kế is used on natural nail hay auto product application to assist in adhesion assist nó chùm nụi assist nó bỏ ra chùm nụi đã lưu kênh vậy ha assistant này assistant mình chùm nụi cả chẳng đọc về assist chia cái giá sắp cái hai chùm nụi rồi gọi chui chẳng á chẳng chui đo adhesion này cái adhesion adhesion nó cáp chọp ភាពជាប់ចឹងអីគេណែលអីគេដែលជួយដល់ការដល់ភាពជាប់ធ្វើឲ្យជាប់អាហ្នឹងគេហៅគេប្រើនៅលើកញ្ចក់ប៉ុតណាមុននឹងយើងចាក់អាកាលិចមុននឹងយើងដាក់អីចឹង primer ចឹងចឹង primer ចឹង primer នោះវាគូមួយពី adhesion ណាគូមែនណាមួយអីគេ adhesion ហ្នឹងឯងបាទហើយឃើញ primer គឺ adhesion ហ្នឹងព្រោះ primer ហ្នឹងមុខងារវាគឺធ្វើឲ្យជាប់ហ្នឹងឯងចាយើងចាក់អាកាលិចយើងភ្លេចដាក់ primer វាមិនហើបមិនអញ្ចឹងចឹងយើងត្រូវដាក់ primer ចឹងវាធ្វើឲ្យជាប់52 gel អីគេខ្ជួបាននេះថាម៉េចហាលខ្ជួហាលនឹងឲ្យអាំងហ្នឹងឯងតែបើនៅក្នុងវិស័យសុខាភិបាលខ្ជួបានន័យថាព្យាបាលចាអញ្ចឹង gel គឺវាអីគេហាលចំឡាយខ្ជួមានអស់បោនឹងយកអស់ហើយលោកគ្រូវាអាហ្នឹងអត់ត្រូវទេពួកអីវាមានខ្ជួមានតែភ្លើងឯងbefore trimming cuticle មុននឹងកាត់ cuticle what should you do តែយើងត្រូវធ្វើអី wash hand នេះគេសួរអានេះគេសួរពីដំណាក់កាលយើងធ្វើ manicure ដំណាក់កាលធ្វើ manicure គេមុនកាត់សាច់ធ្វើអីស៊ីបាទអញ្ចឹង apply cuticle solvent អាហ្នឹងគេអាចបាន3 cuticle solvent ហ្នឹងផង cuticle remover ផងហើយ cuticle គេមួយទៀត softener យេបងអនត្រូវថ្ងៃមិញធ្វើអាសំណួរដែរលេងខុស13ឡើងកូដឡើងការ៉េតShaping is most often done before the nail bath because បានន័យថាម៉េចហ្នឹង shaping ហ្នឹងការរុះរាងហ្នឹងគឺដាន់ធ្វើមុន nail bath គេ nail bath បាសហ្នឹងមិនណាអាងទឹកយើងអង្គុយដេកត្រាំទឹកហ្នឹងមិនបាសដល់ពេល nail bath បានន័យថាកញ្ចក់ហ្នឹងវាចូលមួយទឹកហ្នឹងឯងអញ្ចឹងបានន័យថាកញ្ចក់ហ្នឹងវាត្រាំទឹកចានហ្នឹងហ្នឹងឯងអាហ្នឹងគេហៅ nail bath អញ្ចឹងគេថាយើង shaping យើងរុះរាងមុននឹងយើងត្រាំទឹកដោយសារអីគេ because ហើយមកឥឡូវណាបិទមកកុំឲ្យទីខ្លាំងដោយសារអីគេឥឡូវជប់គ្រូបញ្យល់ណាខ្ញុំបាក់ឡានទៅផ្ទះខ្ញុំបិទម៉ៅតិចកុំឲ្យខ្លាំងសលេងបាទតែនិយាយរៀនទៅខ្ញុំនៅហ្នឹងអេលោកគ្រូអេហ្នឹងគឺគេនិយាយថា suppose is supposed to be done first គេថាអាហ្នឹងមកវាអញ្ចឹងអាហ្នឹងចង់បានថាអញ្ចឹងសំណើអញហ្នឹងគេចង់បានប្រាប់ថាអញ្ចឹងចម្លើយហ្នឹងគេឆ្លើយថាអាហ្នឹងមកពី shaping ហ្នឹងគឺត្រូវតែធ្វើមុនអញ្ចឹងហីអាហ្នឹងអញ្ចឹងតែគេអត់និយាយអញ្ចឹងទេអញ្ចឹងអញ្ចឹងការរុះរានហ្នឹងគឺធ្វើមុនត្រាំទឹកដោយសារតែស៊ីគេថាការរុះរានហ្នឹងដោយសារតែការរុះរានវា difficult ហ្នឹងពិបាកយើងពិបាក file នៅលើកញ្ចក់ដែលស្ទឹកដែមហ្នឹងស្ទឹកឬក៏មានជាតិសំណើមអញ្ចឹងគេថា filing ហ្នឹងគឺវា difficult ឡាវាយ៉ាប់នៅលើដែមណានៅលើកញ្ចក់ដែលមានសំណើមកញ្ចក់ស្ទឹកអូខេ